ចាសស្វាគមន៍បងប្អូនគ្នាមកកាន់កសិករដាំអាសាឡាធម្មជាតិថ្ងៃនេះគឺបងអូនធ្វើការបង្ហាញបងដែលដាំចូលអាសាឡាក្នុងអាងចាហើយសម្រាប់បងដែលដាំក្នុងអាងបង10ការ៉េបងត្រូវដាក់ជី1គីឡូកន្លះអំបិលគ្រូ3ខាំបងទឹកបងដាំកម្ពស់2ទឹកបងហើយសម្រាប់បងដែលចង់ដាំខាងបងអូនគឺមានរៀបចំជាឈុតបងមានចាប់ពី100000រហូតដល់150,000អញ្ចឹងបងដែលត្រូវការកំងគឺអាចទៅមកខាងបងអូនបានហើយបងអាចមើលបានពូជចូលអាសាឡាខាងបងអូនគឺច្រើនណាស់បងដែលកំងពីខាងបងអូនមានចុះរំលាយជូនជាពិសេសទៀតហើយសម្រាប់ពូជអាសាឡាខាងបងអូន1គីឡូត្រឹមតែ3000រៀលតែប៉ុណ្ណោះបើសិនតែបងកំងចាប់ពី15គីឡូឡើងខាងបងអូនមានព្រីតម្លៃជូនជាពិសេសអញ្ចឹងហើយសម្រាប់ព័ត៌មានលម្អិតបើសិនតែបងចង់ដឹងឬបងចង់ដាំគឺអាចទៅតាមខាងបងអូនបានខាងបងអូនគឺមានបង្រៀនពីរបៀបដាំសម្រាប់ពុកម៉ែបងប្អូនទល់តែដាំចេះចាហើយសម្រាប់ព័ត៌មានបន្ថែមបងអាចឆាតចូល Page ឬតាម Telegram អញ្ចឹងគឺវីដេអូបងអូនថ្ងៃនេះគឺមានតែប៉ុណ្ណេះឯងសូមជម្រាបលាសូមអរគុណ